តលេងវៀតណាមថ្ងៃទី1ជាមួយខ្ញុំពេលផឹកឡើងហ្នឹងគឺត្រូវជិះឡានក្រុងពីពេញទៅហូជីមីនសម្រាប់ឡានក្រុងខ្ញុំយកប្រភេទឡានដេកហើយឥឡូវគេឈប់ stop ទី1ដើម្បីឲ្យយើងញ៉ាំ breakfast ហើយក៏ថតវីដេអូតិចតួចតាមផ្លូវអញ្ចឹងណាតោះឥឡូវមកធ្វើ fit check fit ដេកលើឡានកន្លែងនេះគឺដល់កន្លែងគេវាយ passport ចូលហើយគេពិនិត្យអវ៉ាន់យើងចាតាណាកំដោយកុំភ្លេច reapply សង្សឿនផងយ៉ាត់ជាប់មុខឥឡូវដល់វៀតណាមនេះខ្ញុំដល់ហ្នឹងប្រហែលជាម៉ោង3ដោយសារតែនៅក្នុងក្រុងស្ទះហ្មងហើយចូលញ៉ាំ phở ហ្នឹងគេល្បីនៅវៀតណាមហ្មងតោះឥឡូវហៅ Grab ជិះទៅអូតាល់ហើយអាពេលទៅអូតាល់ហ្នឹងខ្ញុំភ្លេចកាសលើឡានគាត់តែស្នាថ្ងៃគាត់យកវិញនេះផ្លូវដើរចូលអូតាល់ផ្លូវនេះរៀងទូចដែរតែមានម៉ាតមាននិយាយទៅមានគ្រប់សនមានកន្លែងហូបមានកន្លែងអីចាអូតាល់នេះគេដែលគាត់ឆៃនេះនូយេដល់ចូលឆ្នាំថ្មីឥឡូវដើរចូលបន្ទប់ហើយអូតាល់ហ្នឹងនៅចិត្តកន្លែងដើរលេងសាហាវគ្រាន់ដើរចេញក្រៅដល់កន្លែងដើរលេងហ្មងមិនបាច់ជិះ Grab នាំអស់លុយអញ្ចឹងគ្រាន់ដើរដល់ណាចានេះកំពុងធ្វើ room tour មានអីតម្លៃប៉ុណ្ណឹងហើយកន្ទប់ប៉ុណ្ណឹងមានអីស្អាតតោះឡើយ get ready ហើយឯងកាប់ជានារីវៀតណាមប្រហើយចា stop fit check សូមអរគុណឥឡូវដើរចេញពីអូតាល់ម្នាក់តែងខ្លួនអាខ្ញងហ្មងអូយអីគេចាគឺថាអត់បានចាញ់ទេផ្លូវអូតាហ្នឹងគឺថាឈរថតហ្មងឈរថតឡើងអ៊ីមើលមុខប្រហើយឥឡូវជី Grab ទៅទិញខោអាវចានេះផ្លូវទៅទិញខោអាវឥឡូវដល់ហាងហ្នឹងឯងខោអាវនៅហ្នឹងគឺធូរតម្លៃហើយ still សាហាវបើទៅវៀតណាមកុំភ្លេចចូលហាងហ្នឹងត្រូវតែចូលហ្មងណានៅហាងហ្នឹងគេមានលក់អាវយឺតមានរបៀប hoodie មានខោកបយជាពិសេសខោកបយភាគច្រើនគេលក់អារបៀប baggy ហើយ still ពេលចេញពីហាងបានអ្នកមកថងដល់ពេលឲ្យឃើញមនុស្សឡើងច្រើនឡើងដូចសមោចហ្មងណាចាដោយសារតែពេលនោះគេមានកម្មវិធីប៉ុនអីនៅវៀតណាមហ្នឹងពេលហើយមកដល់ផ្សារ The New Playground ផ្សារហ្នឹងគេល្បីថាលក់កៅអៅ still រៀបក្មេងៗ cute ហើយលក់តម្លៃធូរអញ្ចឹងណាពេលនោះដូចជាទិញបាន1 2ដែរហើយនៅក្នុងនោះទូចដែរហ្នឹងអត់សូវធំផងហើយចេញមកក្រៅឃើញគេបាញ់កញ្ជ្រួចអីនេះហើយដើរឆ្លងផ្លូវភ័យសាហាវភ័យខ្លាចតាមម៉ូតូបោកហ្មងបើជិះលឿនហ្មងឥឡូវចូលក្នុងUniqlo ចូលកន្ទប់ទឹកមិនមែនទិញកៅអៅព្រោះអត់លុយទិញកៅអៅដល់ពេលហើយចេញក្រៅវិញក៏ឃើញគេលក់បាញ់ត្រាំងអាំងហើយក៏ទិញញ៉ាំទៅមានអីរសជាតិឆ្ងាញ់ដល់ប្លែកមកពីខ្ញុំមិនដែលញ៉ាំពីមុនដល់ពេលហើយចាមានចកាអង្គុយលើស្មៅទីសាធារណៈហើយអង្គុយហូបបាញ់ត្រាំងមកស្រុកបាញ់ត្រាំងហើយអត់ហូបបាញ់ត្រាំងដូចចម្លែកអញ្ចឹងត្រូវតែហូបនេះដើរទៅអូតាល់វិញហើយចាគឺថាបាក់បៀជាខ្លាំងសូមអរគុណចាមកវៀតណាមបានមួយថ្ងៃអាប់រំបត់វៀតណាមមួយខ្ញុំហមប៉ុណ្ណឹងបានទេឥឡូវគេចូលដេកហើយបើចង់មើលផាតធូខមមិនចង់ម្នាក់មួយផុសឲ្យមើលបាយមានតែប៉ុណ្្នឹងឯង